Ok,សួស្តីបងប្អូនសិស្សនិស្សិតថ្នាក់ទី12ឆ្នាំថ្មី2025-2026ណាអញ្ចឹងដោយសារមានសំណូមពរពីសិស្សលោកគ្រូគាត់សុំឲ្យលោកគ្រូណែនាំពីរបៀបរៀនទន្ទិញមេរៀនតាមក្បួន3+3+3របស់លោកគ្រូហ្នឹងឡើងវិញអញ្ចឹងលោកគ្រូឆ្លៀតពេលហ្នឹងធ្វើជាវីដេអូសម្រាប់បងប្អូនទាំងអស់បាទសម្រាប់គ្រប់សាលាគ្រប់ទី12គ្រប់សាលាតែម្ដងបើសិនជាបានមើលវីដេអូនេះហើយក៏សូមយកជាក្បួនតម្រាមួយសម្រាប់ទន្ទិញមេរៀនវាងាយស្រួលធ្វើឲ្យយើងចាំមេរៀនពីដើមឆ្នាំដល់ចុងឆ្នាំដើម្បីត្រៀមខ្លួនប្រឡងយកនិទ្ទេស A ជីវៈប៉ុន្តែត្រូវចេះលំហាត់ដែរណាតើយើងចេះលំហាត់ដែរអានេះគ្រាន់តែក្បួនទិញមេរៀនទេអញ្ចឹងដោយលោកគ្រូបានបង្កើតតារាងនេះមួយគឺជាតារាងសម្រាប់យើងទន្ទិញមេរៀនឧទាហរណ៍យើងចាប់ផ្ដើមពីថ្ងៃទី29ខែ9 2025គឺថ្ងៃច័ន្ទអញ្ចឹងថ្ងៃច័ន្ទហ្នឹងគឺយើងទន្ទិញមេរៀនអង្គ Zoospam ដែលមេរៀនអង្គ Zoospam គឺយើងចាប់ផ្ដើម3សំណួរយើងទន្ទិញតែ3សំណួរទេគឺសំណួរលេខ1លេខ2លេខ3អញ្ចឹងក្នុងរយៈពេល3សំណួរហ្នឹងខ្ញុំជឿថាយើងប្រើពេលយ៉ាងច្រើន5ទៅ10នាទីទេបើសិនជាអ្នកប៉ាកែទិញ3សំណួរ5នាទីចាំហើយបើអ្នកអត់សូវប៉ាកែអាចឈានដល់10នាទីអញ្ចឹងថ្ងៃទី1យើងប្រើពេល10នាទីដើម្បីទន្ទិញ1 2 3ថ្ងៃទី2ថ្ងៃទី30ថ្ងៃអង្គារបាទយើងទន្ទិញពីលេខ1ដល់លេខ6បានន័យថាយើងរំលឹក3សំណួរថ្ងៃច័ន្ទបូកថែម3សំណួរថ្ងៃអង្គារទៀតវាឡើង6សំណួរថ្ងៃទី3គឺថ្ងៃពុធបាទថ្ងៃពុធគឺថ្ងៃ1តុលាអញ្ចឹងយើងទន្ទិញពីលេខ1ដល់លេខ9ចឹងបានន័យថាយើងរំលឹកថ្ងៃច័ន្ទរំលឹកថ្ងៃអង្គារហើយបូកថែម3ទៀតសម្រាប់ថ្ងៃពុធចូលដល់ថ្ងៃពហុយើងអត់ប្រើថែមទេគឺយើងកាត់3ថ្ងៃច័ន្ទចោលបានន័យថាលេខ1លេខ2លេខ3ថ្ងៃច័ន្ទយើងអត់ទិញទេដោយសារលេខ1 2 3ហ្នឹងយើងទិញ3ថ្ងៃឯងអញ្ចឹង3ថ្ងៃយើងទិញ3ថ្ងៃឯងវាចាំហើយសំណួរ3សំណួរនោះអញ្ចឹងចូលដល់ថ្ងៃទី4គឺថ្ងៃពហុនេះគឺថ្ងៃ2តុលាអញ្ចឹងយើងចាប់ដើមទន្ទិញពីលេខ4ដល់លេខ12បានន័យថាយើងកាត់លេខ1លេខ2លេខ3ចេញថ្ងៃសុក្រយើងកាត់លេខ1ដល់លេខ5ចេញអញ្ចឹងយើងទន្ទិញពីលេខ6ដល់លេខ15ណាបាទហើយដល់ពេលថ្ងៃសៅរ៍គឺយើងរំលឹកទាំងអស់ពីលេខ1ដល់លេខ15បានន័យថាក្នុងមួយសប្តាហ៍ដែលយើងបានទន្ទិញមេរៀនហ្នឹងយើងរំលឹកវាវិញមកទាំងអស់ទៅចូលដល់សប្តាហ៍ទី2សប្តាហ៍ទី2យើងថ្ងៃ6ខែ10យើងទន្ទិញត16 17 18ហើយថ្ងៃអង្គារយើងតទៅ16 10 16ដល់21បានន័យថាយើងរក្សាក្បួន3បូក3ថ្ងៃទី3 3បូក3បូក3បានន័យថា16ដល់23ចឹងមេរៀនអង្គ Spam មានប្រហែលជា23សំណួរបាទវាតាមសភៅទេបើសភៅខ្លះខ្លួនឯងយកតាមសភៅខ្មៅវាអាចលើសពី23អញ្ចឹងយើងបូកបន្ថែមតាមនឹងទៅនេះគឺក្បួន3បូក3បូក3ដែលលោកគ្រូបានរៀបសម្រាប់ឲ្យកូនសិស្សទន្ទិញមេរៀនអញ្ចឹងយើងប្រើក្បួនហ្នឹងយើងរំលឹកវាទៅណាឃើញទេថ្ងៃពហុយើងរំលឹកពី16ដល់23ដែលយើងបានទិញច័ន្ទអង្គារពុធហ្នឹងហើយចុងក្រោយថ្ងៃសុក្រយើងរំលឹក1ដល់15ដែលយើងបានទិញពីសប្តាហ៍មុនហើយនឹងថ្ងៃសៅរ៍យើងរំលឹកទាំងអស់តែម្ដងពីលេខ1ដល់លេខ23មកមេរៀនអង្គ Spam យើងរំលឹកមកវិញទាំងអស់ទៅអូខេចូលដល់សប្តាហ៍ទី3ខ្លួនឯងអាចរៀបចំចឹងដដែលប៉ុន្តែចូលដល់មេរៀនតម្រូវប្រាសាទអញ្ចឹងមេរៀនតម្រូវប្រាសាទថ្ងៃ6ខែ10យើងរៀន3សំណួរថ្ងៃ7យើងរៀន6សំណួរថ្ងៃ8យើងរៀន9សំណួរថ្ងៃ9យើងរៀន9សំណួរដដែលប៉ុន្តែយើងកាត់1 2 3ចោលថ្ងៃសុក្រយើងរៀន9សំណួរទៀតតែកាត់1ដល់6ចោលបាទអញ្ចឹងអា6ដល់15នេះតមកណាហើយដល់ចុងក្រោយគឺយើងរំលឹក1ដល់15បាទរំលឹក1ដល់15អញ្ចឹងទៅសប្តាហ៍ទី4តម្រូវប្រាសាទទៀតតទៀតទៅ16ដល់18 16 21 16 24 19ដល់27បានតែយើងកាត់16ដល់7ដល់8ចេញហើយនឹងថ្ងៃសុក្រថ្ងៃ22ដល់30បានន័យថាយើងកាត់16ដល់7ដល់8 19 20 21កាត់6សំណួរថ្ងៃច័ន្ទអង្គារនេះចេញចុងក្រោយគឺយើងថ្ងៃសៅរ៍រំលឹកពីលេខ16ដល់លេខ30អញ្ចឹងលោកគ្រូធ្វើឧទាហរណ៍ឲ្យ4សប្តាហ៍ហ្នឹងអញ្ចឹងគាត់អាចរៀបតទៅសប្តាហ៍ទី5បានន័យថាសប្តាហ៍ទី5យើងតមកតពីលេខ31 32 33អញ្ចឹងទៅថ្ងៃអង្គារ34 35 36អញ្ចឹងទៅថ្ងៃពុធ37 38 39អញ្ចឹងបានន័យថា3បូក3បូក3យើងរក្សាក្បួននឹងរហូតដល់ពេលសំណួរតម្រូវប្រាសាទវាមានសំណួរច្រើនដូចជា50ជាងសំណួរដូច្នេះយើងមិនអាចប្រើតែ2សប្តាហ៍បញ្ចប់មេរៀនដូចអង្គ Spam បានទេយើងត្រូវការ4សប្តាហ៍បានអាចចប់បាន
អញ្ចឹងដល់សប្តាហ៍ទី3គាត់អាចរំលឹកម្ដង15សំណួរម្ដង15សំណួរនេះណារំលឹកអញ្ចឹងនេះសប្តាហ៍ទី3យើងបញ្ចប់មេរៀនតម្រូវភាសា50ជាងសំណួរអញ្ចឹងទៅអញ្ចឹងសប្តាហ៍ទី4គាត់ឯងមិនបាច់ចូលមេរៀនថ្មីទេគឺរំលឹកមេរៀនតម្រូវភាសានឹងឡើងមកវិញមួយថ្ងៃយើងអាចរំលឹក10សំណួរឬក៏15សំណួរតាមលទ្ធភាពដែលយើងអាចទន្ទេញចាំអញ្ចឹងណាអញ្ចឹងយើងមើលតាមក្បួននឹងផងហើយនឹងមើលតាមលទ្ធភាពរបស់យើងផងបើយើងអាចទិញចាំបានប៉ុណ្ណាយើងយកប៉ុណ្ណឹងប៉ុន្តែអានេះគ្រាន់តែជាក្បួនតម្រាមួយដែលជួយដឹកនាំផ្លូវឲ្យយើងទន្ទេញមេរៀនបានចាំបានល្អពីដើមឆ្នាំដល់ចុងឆ្នាំខ្លួនឯងអាចចាំមេរៀនបានស្រួលអញ្ចឹងណាបាទមិនបាច់ពិបាកដល់ពេលចាំដល់ចុងឆ្នាំទិញច្រើនរាប់រយសំណួរតែម្ដងអានោះវាអាចទៅរួចអញ្ចឹងយើងប្រើក្បួនហ្នឹងដើម្បីជួយសម្រួលក្នុងការទិញមេរៀនរបស់យើងអូខេអញ្ចឹងក្បួនរបស់លោកគ្រូមានប៉ុណ្ណឹងបើសិនជាមានចម្ងល់អីថែមកូនអាច comment នៅក្នុងវីដេអូហើយលោកគ្រូឬក៏ផ្ញើជាអឺអឺអឺសារតាម Telegram ឲ្យលោកគ្រូមកលោកគ្រូអាចនឹងណែនាំបន្ថែមទៀតអូខេអរគុណ